អ្នកតាក្រហមកស្ថិតនៅភូមិមហារាជសពថ្ងៃគេហៅថាភូមិឈើទាលសង្កាត់បឹងត្រាញ់ស្រុកសំរោងខេត្តតាកែវអ្នកតានេះមានខ្ទមធ្វើដោយឈើប្រក់ស្លឹកជញ្ជាំងក្តារអ្នកស្រុកទើបនឹងសង់អាស្រមថ្មីមួយទៀតដោយស៊ីម៉ង់នៅទន្ទឹមគ្នានឹងខ្ទមចាស់ពីមុននៅខាងក្រោយអាស្រមមានដំបូកហើយមានដើមឈើដុះស្ទ្រុបតាំងនៅលើដីទួលមួយខ្ពស់ដែលអ្នកស្រុកនេះនិយមហៅថាអ្នកតាភូមិលោកតាម្នាក់បាននិយាយថាអ្នកតានេះមិនដឹងជាមានពីកាលណាមកទេគាត់កើតឡើងដឹងក្តីកាលណាក៏ឃើញអ្នកតានេះតែម្ដងប្រហែលជាកើតមានពីត្រឹមសម័យដែលមនុស្សមកតាំងនៅលើភូមិមហារាជនេះអ្នកតានេះមានឥទ្ធិពលលើអ្នកស្រុកអ្នកភូមិណាស់ចេះជួយថែរក្សាសេចក្តីសុខនិងជួយរកយុត្តិធម៌ឲ្យអ្នកស្រុកអ្នកភូមិទៀតផងសម័យដើមកាលបើមានរឿងរ៉ាវផ្សេងកើតឡើងរវាងអ្នកភូមិឬមានការឆ្លោះទាស់ទែងគ្នាជាដើមគេតែងតែទៅប្តឹងសម្បត្តិចំពោះមុខអ្នកតានោះរៀបរាប់តាមដំណើររឿងរៀងខ្លួនហើយមានសូត្រពាក្យសម្បត្តិ5ធានទៀតផងគូវិវាទទាំងពីរក៏សុខចិត្តរៀងខ្លួនជាការសម្រេចចិត្តមិនបាច់ប្តឹងផ្ដាល់ដល់រដ្ឋមុខក្រសួងទៀតទេពាក្យសម្បត្តិនេះឃើញថាស័ក្តិសិទ្ធិមែនបើអ្នកណាប្រព្រឹត្តពុំសុចរិតទៀងត្រង់ទេអ្នកនោះមុខជាអន្តរាយរហូតដល់ស្លាប់យ៉ាងទាន់ហន់សឹងតែមានម្យ៉ាងវិញទៀតអ្នកតានេះស្អប់ណាស់មនុស្សពាក់មួកជិះដំរីនិងស្ត្រីមានផ្ទៃពោះដើរកាត់មុខមិនបានទេនឹងបណ្ដាលឲ្យរលូតកូនបើអ្នកមានបុណ្យស័ក្តិនឹងធ្លាក់បុណ្យស័ក្តិអ្នកស្រុកខ្លាចហើយមិនហ៊ានប្រព្រឹត្តបំពានចំពោះរឿងនេះទេអ្នកស្រុកដំណាលតគ្នាមកថាប្រមាណជាង40ឬ50ឆ្នាំកន្លងទៅហើយមានតាចាស់ម្នាក់ឈ្មោះងែនប្រពន្ធឈ្មោះលឿនផ្ទះគាត់នៅចម្ងាយប្រមាណជាង400គីឡូម៉ែត្រពីទិសអាគ្នេយ៍នៃអាស្រមលោកតានោះតាងែនជាអ្នករកស៊ីធ្វើទឹកត្នោតគាត់បានធ្វើទឹកត្នោតមួយដើមក្បែរខ្ទមអ្នកតានេះឯងពេលដែលឡើងគៀបត្នោតនោះម្ដងតាងែនតែងតែជ្រលក់មាត់កនៅពេលដែលគៀបត្នោតទៅវាបាក់ឬក្រឡាច់ផ្កាត្នោតពីឃ្លាយអ្នកតានេះខឹងក៏ច្រានតាងែនទម្លាក់ពីចុងត្នោតមកដីហើយទៅចូលរូបអ្នកស្រុកម្នាក់ឲ្យនិយាយថាលោកតាមិនឲ្យតាងែនធ្វើត្នោតទៀតទេឲ្យរកស៊ីអ្វីដតីទៀតទៅកុំដើរគៀបត្នោតគេទៀតគេឈឺណាស់គ្រោះនេះតាងែនមិនទាន់ស្លាប់នៅក្នុងពេលនោះទេតែលុះគាត់បានស្រាក់ស្រាមជាចាក់ជំងឺមានកម្លាំងស្រួលបួលឡើងវិញគាត់ក៏ចាប់ធ្វើរបរត្នោតទៀតគាត់ធ្វើដើមដដែលនឹងពេលនោះអ្នកតាក្រហមកឬអ្នកតាភូមិលែងច្រានតាងែនទម្លាក់ដូចមុនទៀតហើយអ្នកតាខឹងខ្លាំងណាស់ដោយប្រត់ដៅតាងែនមិនស្ដាប់ក៏ចាប់តាងែនយកទៅដាក់ច្រវាក់ភ្ជាប់នឹងសសរខ្ទមអ្នកតាអស់មួយថ្ងៃមួយយប់ប្រពន្ធកូនបាត់តាងែនដើររកមិនឃើញសោះរកចុះរកឡើងក៏ឃើញតាងែននៅខ្ទមអ្នកតាពេលនោះតាងែនឃើញប្រពន្ធដើរចូលទៅស្រែកប្រាប់ថាអញទៅមិនរួចទេអញជាប់ច្រវាក់ជើងហើយ
លឺដូច្នេះប្រពន្ធកូនក៏ខំទាញគាត់ចេញពីខ្ទមអ្នកតាតែគ្មានកំរើកសោះទាញយ៉ាងណាក៏មិនរួចគេឃើញជើងគាត់ទាំងពីរពាត់ជាប់នឹងសសរខ្ទមហើយឮសូរច្រវាក់ច្រាវច្រាវនៅក្បែរគាត់នោះដែរប្រពន្ធកូនខំទាញទាស់ចំណេះនៅតែមិនរួចក៏តាំងបែបបន់ចុះញោមសុំឲ្យអ្នកតាដោះលែងតាំងងែននោះមកវិញអ្នកតាក៏លែងតាំងងែនឲ្យមកជួបជុំប្រពន្ធកូនវិញដូចធម្មតាចាប់តាំងពីពេលនោះមកអ្នកស្រុកអ្នកភូមិក៏នាំគ្នាជឿសុខចំពោះអ្នកតានោះឥតងាករេគេតែងតែបន់គ្រប់គ្នានៅក្នុងពេលដែលមានទុកព្រួយឬបាត់របស់ទ្រព្យផ្សេងឬក៏ចង់បានជ័យជំនះនៅក្នុងការលេងល្បែងស៊ីសងជាដើមគោលបំណងនៃការបន់ស្រន់នេះច្រើនតែបានសម្រេចដូចបំណងរៀងរហូតមកឯរបៀបតង្វាយគេច្រើនថ្វាយស្លាធរដៃពីរមួយគូស្លាធរដូងមួយគូមាន់ស្ងោមួយមាន់រស់ឬនំចេកប្រាក់តុងទៅតាមការដែលគេបានបន់ចំពោះរបៀបឡើងអ្នកតាវិញពិធីឡើងអ្នកតាក្រហមកឬអ្នកតាភូមិនេះគេកំណត់ធ្វើនៅថ្ងៃទី13កើតខែពិសាខជារៀងរាល់ឆ្នាំអ្នកស្រុកមហារាជឬភូមិឈើទាលរៀបចំធ្វើពិធីនេះជារៀងរាល់ឆ្នាំខ្លះគេធ្វើបង្ហើយរួចនិមន្តព្រះសង្ឃចម្រើនរួចទេសនាព្រឹកឡើងនិមន្តព្រះសង្ឃដាបឆាន់ដល់ពេលល្ងាចទើបគេចាប់ធ្វើពិធីបញ្ចូលរូបប៉ុន្តែមានឆ្នាំខ្លះគេធ្វើបញ្ចូលរូបតែម្ដងមិនមាននិមន្តព្រះសង្ឃឆាន់ទេអ្នកតានោះមានរូបរាងសិនលឹមជាភេទប្រុសសម្រាប់ចូលមកនិយាយកិច្ចការប្រាប់កូនចៅតារូបសំលឹមនោះមានអាយុប្រមាណជាង50ឆ្នាំគឺអ្នកតាក្រហមកចូលជន់តែម្ដងឥតមានអ្នកណារើសទេប៉ុន្តែមកខាងក្រោយរូបនោះក៏កាន់តែចាស់ចូលជន់លេងកើតអ្នកស្រុកក៏រើរករូបថ្មីទៀតដោយគេបួងសួងថាបើអ្នកតាស្រឡាញ់អ្នកណាសូមឲ្យចូលរូបអ្នកនោះចុះព្រោះរូបចាស់ណាស់ហើយគេបួងសួងរួចហើយក៏ចាប់លេងភ្លេងខ្មែរឲ្យអ្នកតារើសរូបចូលទៅសពថ្ងៃនេះចូលរូបតាម្នាក់ដែលមានឈ្មោះថាតាអនដែលជារូបថ្មីអាយុ50ឆ្នាំប្លាយដែលទើបនឹងចូលធ្វើសម្លឹកនៅក្នុងឆ្នាំ1966មុនគាត់នៅភូមិខ្នល់អុកសង្កាត់បឹងត្រាញ់ស្រុកសំរោងខេត្តតាកែវអំពីគ្រឿងសំណែនសម្រាប់ឡើងអ្នកតានៅថ្ងៃទី13ខែពិសាខអ្នកស្រុក2នាក់ដើររីអង្គាសប្រាក់2នាក់ភូមិទាំងអស់គ្នាដើម្បីយកទៅទិញប្រដាប់ប្រដាសម្រាប់រៀបចំពិធីការទិញអីវ៉ាន់សពគ្រប់ហើយគេក៏ចាប់ធ្វើស្លាធរដៃមួយគូដាក់ក្នុងខ្ទមអ្នកតាព្រមទាំងមានចេកនំបង្អែមចំអាបដាក់ថ្វាយនៅក្នុងរោងនោះផងក្រៅពីនេះមានអ្នកធ្វើសំលឹកមួយ
ទន្ទឹង 0.65 ម៉ែត្របណ្ដោយ 1.20 ម៉ែត្រនៅក្នុងសន្លឹកនោះគេដាក់ស្រូវអង្ករពោតសណ្ដែកល្ងអំបិលប្រហុកប្រាក់កាសដែលអ្នកស្រុកភូមិគេយកមកដាក់ស្រូវអង្ករគេដេស្បោងតូចគ្រប់គ្នាយកមកដាក់នៅក្នុងម្នាក់មានស្រូវមួយបាវអង្ករមួយបាវប្រាក់មួយរៀលបាយសម្លសម្រាប់ដាក់លើសន្លឹងនិងបាយសម្លសម្រាប់ឲ្យអ្នកភ្លេងបរិភោគគេធ្វើជ្រូកមួយដាក់នៅលើស្ពង់និងមាន់ស្ងោរមួយគូបង្អែមមួយគូគ្រប់មុខសុទ្ធតែមួយគូទាំងអស់បែមួយប្រវែងមួយហាត់រងចាក់ទុកកោនកែងស្មើនៅក្នុងពេលគេដាក់បាយសម្លចេកនំគ្រប់មុខអីវ៉ាន់ដែលមានពេលមួយទៀតរៀងឆោកោនមាន6ថ្នាក់មានទ្រង់ទ្រាយពេលប្រហែលនឹងអាវពៀនសូត្រក្នុងពេលនោះគេដាក់បង្អែមចង្អាបដូចពេលរោងចក្រទៅកោនកែងស្មើនោះដែរនៅខាងមុខរោងអ្នកតាគេក្រាកន្ទេហើយរៀបដាក់ប្រដាប់ប្រដាទាំងអស់ឲ្យអង្គុយលើកន្ទេក្រហមក្បែររបស់ទាំងអស់នោះបែរមុខទៅទិសខាងកើតនៅមុខរូបមានរោងមួយហើយរោងមានដន្លង់ក្រមួនមួយស្លាបបៀ5ម៉ាត់បារី5ដើមទៀនអុចហើយមួយគូមលូ3ស្លឹកស្លាមួយប្រាក់20រៀលដែលគេដាក់រូបបាំង4រូបអង្គុយបត់ជើងទូក្រមាដៃទាំងពីរចាប់រងរបៀបទ្រមបន្តិចពីមុខរូបនោះគេរៀបឆ្វេងស្ដាំជាជួរគឺមានមាន់មួយគូបង្អែមមួយគូរូបជ្រូកដាក់កណ្ដាលខាងមុខបង្អែមនិងតទៅទៀតគេដាក់ពេលសន្លឹមគេដាក់មុខឲ្យឈរមករកមុខអ្នកតានិងក្រុមភ្លេងមួយវង់មានទ្រមួយបៃពកមួយអ្នកច្រៀងម្នាក់ស្គរ2ពេលបញ្ចូលរូបលេងភ្លេងប្រគំពេលភ្លេងកំពុងតែលេងរូបនឹងធ្វើត្រឹកហាក់ដូចជាចាំភ្លេងនឹងច្រៀងបើអ្នកច្រៀងមិនត្រូវទេរូបចាប់ច្រៀងខ្លួនឯងតែម្ដងទើបអ្នកតាក្រកចូលពេលចូលរូបមុនដំបូងអ្នកតានិយាយជាភាសាលាវរួចទើបនិយាយខ្មែរជាក្រោយមានម្នាក់អ្នកសួរនឹងថ្វាយដង្វាយដែលតាមទម្លាប់អ្នកស្រុកហៅថាជើងព្រះនេះចេះនិយាយភាសាខ្មោចដូចដងគេនិយាយគេថាមហាល័យចេកគេថាត្រសូត5ជាដើមលាក់អ្នកចាំសួរនោះគេសួរពីសុខទុក្ខនៅក្នុងស្រុកភូមិនិងសុំកុំឲ្យមានជំងឺអាសន្នរោគព្រោះជំងឺពីរមុខនេះវាមានអ្នកស្រុកអ្នកភូមិខ្លាចរអាលសុំឲ្យមានទឹកភ្លៀងបរិបូរណ៍សុំកុំឲ្យមានក្រាបដង្កូវស៊ីស្រូវកុំឲ្យស្រូវពីរជាដើមបន្ទាប់មករូបអ្នកតាចូលនោះចាប់ឲ្យចំណីខ្មោចព្រាយពេលដែលឲ្យចំណីគេបង្វែរសន្លឹមនោះឲ្យបែរមុខចេញរូបចូលនោះចាប់យកអង្គរមកផ្លុំ
រួចបាច់ទៅលើពេនិងសន្លឹមរួចចាប់លាយមកច្របាច់លើកពេនិងសន្លឹមទៀតហើយគេឲ្យជូតពេនិងសន្លឹមនោះទៅមុនពេលយកសន្លឹមនោះជូនពេនោះទៅនោះគេត្រូវចាក់បាយចាក់សម្លបង្អែមចង្អាបដាក់លើពេនិងសន្លឹមរួចនាំគ្នាសែងពេនិងសន្លឹមនោះចេញទៅឯរូបក្រោកឈរដៃកាន់ដំបងឬដាវក្រវិសលោតដើរតាមក្រោយអ្នកសែងសន្លឹមនោះទៅដែរអ្នកលេងភ្លេងបត់ស្ដាច់ដើរមនុស្សក៏ក្រោកដើរហែទៅទាំងអស់គ្នាបានចម្ងាយ50ម៉ែត្រឬ100ម៉ែត្ររូបត្រឡប់មកវិញអ្នកសែនសន្លឹមភ្លេងនិងអ្នកហែទាំងអស់ចេះតែហែទៅមុខទៀតបានចម្ងាយប្រហែល500ម៉ែត្រទើបដាក់សន្លឹមនឹងពេចោលភ្លេងក៏ឈប់លេងអ្នកហែត្រឡប់មកវិញឯប្រដាប់ប្រដានៅលើសន្លឹមទាំងអស់ត្រូវអ្នកសែងនោះចាត់ការគឺមានមន់ស្ងោជ្រូកគេបេះតែស្លឹកត្រចៀកបន្តិចក្បាលបន្តិចជើងកន្ទុយដាក់សន្លឹមនោះទៅសល់ប៉ុន្មានគេនាំគ្នាចែកគ្នាបរិភោគប៉ុន្តែបើអ្នកស្រុកមានជំងឺអាសន្នរាកឬអុចហើយបើមានធ្វើពិធីនេះគេមិនដែលហ៊ានយករបស់អ្វីមកវិញទេទុកចោលនៅនោះហើយសូម្បីតែសត្វដេរឆានក៏គេមិនហ៊ានស៊ីផងសម័យសពថ្ងៃនេះពេលរៀបឡើងអ្នកតាក្រហមកមិនបានដាក់ជ្រូកទាំងមូលដូចមុនទេគេទិញតែក្បាលជើងនិងកន្ទុយជ្រូកមកជាការស្រេចទាំងអស់នេះគឺជារឿងរ៉ាវរបស់អ្នកតាក្រហមក